យោធាសៀនបង្ហោះទងជាតិនៅថ្មណាដតបំផ្លាញឃ្លាំងសង់របស់បេតុងនៅតំបន់ប្រាសាទកាក្របីកម្ពុជាតវ៉ាចំទាស់ដាច់ខាតកម្ពុជាតាមរយៈក្រសួងការបរទេសបានចេញការតវ៉ាចំទាស់ជាផ្លូវការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាជាស្ដែងនៅថ្ងៃទី17ខែមិថុនាឆ្នាំ2026កម្លាំងប្រដាប់អាវុធថៃបានលើកដងនិងបង្ហោះទងជាតិថៃនៅលើទឹកដីកម្ពុជាស្ថិតនៅតំបន់ច្រកទ្វេអន្តរជាតិថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅថ្ងៃដដែលនោះក៏មានការរាយការណ៍ថាឃ្លាំងមួយស្ថិតនៅបរិវេណសន្តាគារនិងរមណីយដ្ឋានរយ៉ាលអូស្មាច់នៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យដែលបច្ចុប្បន្នស្ថិតនៅក្រោមការកាន់កាប់ដោយកងច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃត្រូវបានដុតបំផ្លាញចោលដោយចេតនាលើពីនេះកងកម្លាំងប្រដាប់អាវុធថៃក៏បានកសាងរបងបេតុងនៅក្នុងតំបន់ប្រាសាទតាក្របីស្ថិតនៅក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែរតាមរយៈទង្វើដែលធ្វើទាំងអស់នេះរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងដាច់អហង្ការព្រោះជាការរំលោភយ៉ាងជាក់ច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដោយដែលបានកំណត់ដោយផែនទីខនាត1/1000ផលិតដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិនសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907កម្ពុជាសូមបដិសេធនៅការប៉ុនប៉ងណាមួយនៅក្នុងការបង្ហាញថាសកម្មភាពទាំងនេះស្របទៅនឹងចំណុចទី1នៃសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលចែងពីវិធានការកាត់បន្ថយភាពតានតឹងសកម្មភាពបែបនេះគឺផ្ទុយស្រឡះទៅនឹងខ្លឹមសារនិងស្មារតីនៃមាត្រា5នៃអនុសារណៈយោគយល់គ្នាឆ្នាំ2000ស្តីអំពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថាកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំងយោធាឬការទាមទារទឹកដីដោយឯកតោភាគីពីសំណាក់ប្រទេសថៃនោះឡើយលើពីនេះសកម្មភាពដោយដែលបានរៀបរាប់ខាងលើនឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឬក៏ចំហផ្លូវច្បាប់របស់កម្ពុជាពាក់ព័ន្ធទៅនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយកម្ពុជាអំពាវនាវឲ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់រៀបរាប់ខាងលើឬក៏នៅតំបន់ផ្សេងទៀតការំកលៈទេសៈស្រដៀងគ្នាដើម្បីបន្ធូរបន្ថយស្ថានភាពកសាងទំនុកចិត្តនិងការជឿទុកចិត្តគ្នាទៅវិញទៅមកព្រមទាំងរក្សាសន្តិភាពស្ថិរភាពនិងភាពជាអ្នកចិត្តខាងល្អតាមបណ្ដាព្រំដែនកម្ពុជាថៃរាជរដ្ឋាភិបាលកម្ពុជានៅតែបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននិងឥតងាករេនៅក្នុងការស្វែងរកដំណោះស្រាយប្រកបទៅដោយមិត្តភាពចំពោះចំនួនព្រំដែនជាមួយនឹងប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់តាមរយៈមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់កម្ពុជាប្រកាន់ភ្ជាប់នៅចំហជាគោលការណ៍របស់ខ្លួនថាបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងដាច់ខាត